គម្ពីរសញ្ញាថ្មីគឺជាអ្វីថ្ងៃនេះយើងនឹងរៀនឲ្យស្គាល់ទាំងអស់គ្នាអំពីព្រះគម្ពីរសញ្ញាថ្មីហើយនៅក្នុងនោះគឺមានចំណុចសំខាន់ពីរយ៉ាងដែលទី1គឺនិយាយអំពីកិច្ចសន្យាថ្មីហើយទី2គឺនិយាយអំពីការអត់ទោសបាបតាមរយៈព្រះយេស៊ូវកាលពីព្រះគម្ពីរសញ្ញាចាស់គឺជាកិច្ចសន្យាពេលមុនហើយព្រះគម្ពីរសញ្ញាថ្មីគឺជាកិច្ចសន្យាថ្មីព្រះគម្ពីរសញ្ញាថ្មីត្រូវបានបង្កើតឡើងស្របតាមសេចក្តីទំនាយរបស់ហោរាយេរេមៀថានឹងមានពេលមកដល់គឺជាកិច្ចសន្យាថ្មីដែលមកពីព្រះជាម្ចាស់ដែលល្អជាងកិច្ចសន្យាចាស់កិច្ចសន្យាថ្មីគឺមិនត្រូវបានសរសេរលើផ្ទាំងថ្មដូចមុនទេគឺនឹងត្រូវសរសេរដោយព្រះវិញ្ញាណនៅក្នុងដួងចិត្តមនុស្សវិញកិច្ចសន្យានេះគឺជាកិច្ចសន្យាដែលព្រះទ្រង់បានប្រទានដល់លោកអាប់រ៉ាហាំនិងដាវីតកិច្ចសន្យានេះគឺមិនទាមទារលក្ខខណ្ឌដូចកិច្ចសន្យាចាស់ទេកិច្ចសន្យានេះគឺត្រូវបានប្រទានមកមនុស្សទូទៅទាំងអស់ហេតុនេះយើងគ្រាន់តែទទួលហើយអរព្រះគុណព្រះប៉ុណ្ណោះកិច្ចសន្យានៅលើភ្នំស៊ីណៃគឺជាកិច្ចសន្យាចាស់រវាងព្រះជាម្ចាស់និងមនុស្សតាមរយៈលោកម៉ូសេដែលឈរជាអាជ្ញាកណ្ដាលហើយជាកិច្ចសន្យាបណ្ដោះអាសន្នដែលតម្រូវឲ្យមនុស្សប្រព្រឹត្តតាមគឺថាបើមនុស្សប្រព្រឹត្តតាមនោះនឹងទទួលបានព្រះពរតែបើមិនប្រព្រឹត្តតាមនោះនឹងត្រូវបណ្ដាសាប៉ុន្តែកិច្ចសន្យាថ្មីគឺជាកិច្ចសន្យាដែលនៅអកលហើយជាកិច្ចសន្យាដែលគ្រប់លក្ខណៈព្រមទាំងជាកិច្ចសន្យាដែលមិនប្រែប្រួលគឺនៅស្ថិតស្ថេរជានិច្ចបើយើងមើលទៅកិច្ចសន្យាចាស់និងកិច្ចសន្យាថ្មីឲ្យបានច្បាស់នោះយើងនឹងឃើញថាកិច្ចសន្យាថ្មីគឺល្អជាងកិច្ចសន្យាចាស់កិច្ចសន្យាថ្មីគឺបានមកតាមរយៈការចាប់កំណើតព្រះយេស៊ូវមកផែនដីដោយនាងម៉ារីដែលជាស្ត្រីក្រមុំព្រហ្មចារីហើយព្រះអង្គបានសគត់លើឈើឆ្កាងដើម្បីជាថ្លៃលួសបាបមនុស្សគ្រប់គ្នាតែ3ថ្ងៃក្រោយទ្រង់មានប្រជញ្ញរស់ឡើងវិញហើយទ្រង់គង់នៅផែនដីអស់រយៈពេល40ថ្ងៃឲ្យមនុស្សជាច្រើនបានឃើញបន្ទាប់មកក៏យាងត្រឡប់ទៅស្ថានសួគ៌វិញព្រះយេស៊ូវមានបន្ទូលថាទ្រង់នឹងយាងមកផែនដីវិញនៅថ្ងៃណាមួយជាមិនខានព្រមទាំងលើកអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ទៅឯនគរឋានសួគ៌ដូច្នេះសម្រាប់អ្នកដែលព្រះទ្រង់បានផ្ដាច់ចំណងអំពើបាបចេញហើយតាមរយៈសេចក្តីជំនឿដល់ទ្រង់គឺត្រូវរស់ដោយចេះអរព្រះគុណដល់ទ្រង់សេចក្តីជំនឿគឺថាមិនរាប់ចំពោះការដឹងនិងការស្គាល់ព្រះយេស៊ូវប៉ុណ្ណោះទេជំនឿដ៏ពិតគឺជាការស្គាល់ជាក់ហើយប្រព្រឹត្តតាមរហូតដល់ចុងបញ្ចប់ទោះជួបការលំបាកក៏ដោយអស់អ្នកដែលជឿលើព្រះយេស៊ូវនោះនឹងកន្លងពីសេចក្តីស្លាប់ហើយបានទៅរស់នៅជាមួយព្រះជាម្ចាស់នៅឋានសួគ៌ប៉ុន្តែអស់អ្នកដែលមិនព្រមជឿវិញនោះនឹងជាប់ជំនុំជម្រះចំណែកនៅគ្រាព្រះយេស៊ូវប្រសូតមកគឺប្រទេសនេះកំពុងស្ថិតនៅក្រោមការគ្រប់គ្រងពីចក្រភពរ៉ូមហើយនៅក្នុងឆ្នាំ70គឺពួកអ៊ីស្រាអែលត្រូវបានខ្ចាត់ខ្ចាយទៅរស់នៅប្រទេសផ្សេងៗហើយនៅឆ្នាំ1948អ៊ីស្រាអែលបានបង្កើតប្រទេសខ្លួនឡើងវិញនៅក្នុងចំណោមពួកអ៊ីស្រាអែលគឺមានចំនួនតិចតួចបំផុតដែលទទួលជឿលើព្រះយេស៊ូវគ្រីស្ទឯពួកអ៊ីស្រាអែលទាំងអស់ពួកគេបានបដិសេធព្រះអង្គនិងមិនបានយល់ពីសេចក្តីសញ្ញាថ្មីទេហេតុនេះហើយបានជានៅគ្រាព្រះយេស៊ូវគេបានបដិសេធហើយឆ្កាងព្រះអង្គដោយដៃពួកគេផ្ទាល់